បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel នីតិរឿងទាំងអស់គ្នាបាទគឺថ្ងៃនេះគឺយើងមានរឿងថ្មីមកមួយទៀតគឺនិយាយអំពីថ្នាក់ 5B អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងសាច់រឿងយើងមកស្ដាប់ទាំងអស់គ្នាអញ្ចឹងគឺមានវិទ្យាល័យមួយនៅខេត្តតាកែវដោយវិទ្យាល័យនោះគឺចាក់សោចាក់អីនៅម៉ោង 6:07 ដោយសារតែសិស្សចេញម៉ោង 5ល្ងាចបងប្អូនសិស្សចេញម៉ោង 5ល្ងាចហើយគ្រូចេញទៅអស់ម៉ោងប្រហែល 6 ឬ 6:10 តិចតួចអញ្ចឹងគឺម៉ោង 6 កន្លះអីប្រហែលអស់គ្រូយកហ្មងបើថាសល់ក៏សល់តិចដែរតិចបំផុតខ្ញុំហ៊ាននិយាយថាសឹងតែអស់គ្រូយកតែហ្មងអញ្ចឹងគឺម៉ោង 7 គឺមានពូថនគឺគាត់ជាអ្នកយាមនៅសាលាហ្នឹងហើយគាត់ក៏បានទៅតែមកធ្វើការនៅទីនេះប្រហែលជាមួយខែ2ខែទេអញ្ចឹងគឺគាត់អត់ដឹងរឿងអីទេថាសាលាហ្នឹងមានអីខ្លះអញ្ចឹងណាអញ្ចឹងគឺគាត់បានដើរទៅថ្នាក់ដើរមើលថ្នាក់អីចឹងណាបងប្អូនយល់អត់ដើរមើលថ្នាក់បណ្ឌិតថ្នាក់ចង់ដឹងមានសម្រាប់មានអីហើយបើថាមានសម្រាប់មានអីគឺគាត់បានផ្ដល់ដំណឹងទៅនាយកសាលាឲ្យដឹងថាថ្នាក់ហ្នឹងមានសម្រាប់មានអីចឹងទៅឲ្យនាយកសាលាមកនិយាយមួយប្រធានថ្នាក់ប្រធានអីចឹងទៅអញ្ចឹងគឺគាត់បានដើរមើលគ្រប់ថ្នាក់ចឹងទៅគឺគាត់បានដើរកាត់ថ្នាក់ 5B នៅពេលដែលគាត់ដើរកាត់ហ្នឹងគឺគាត់បានឮសលេងគេសូត្រអីគេសូត្រដូចមេរៀនហ្នឹងទាំងគ្នាតែអានេះគឺដឹងសូត្រអីគឺគាត់ស្ដាប់អត់បានហ្មងហើយគឺសូត្រហ្នឹងគឺមិនមែនជាសូត្របាលីទេខ្ញុំប្រាប់អ្នកនរគ្នាគឺមិនមែនសូត្រមុនសូត្របាលីសូត្រគាថាអីហ្នឹងទេគឺយល់គឺសូត្រដូចភាសាគេស្ដាប់អត់បានចឹងហើយនៅពេលនោះគឺគាត់បានបើកសោចូលមើលដោយសារគាត់ខ្លាចថាមានសិស្សនៅក្នុងហ្នឹងអីចឹងទៅបើមានបញ្ហាអីចឹងទៅគឺនាយកស្ដីឲ្យគាត់ចឹងណាចឹងគឺគាត់បើកមើលចឹងទៅគឺគាត់អត់ឃើញអីទេគឺគាត់បានឃើញសភៅមួយសភៅនោះបើកឲ្យដាក់នៅកណ្ដាលតុយល់តុជួកណ្ដាលហើយដាក់នៅកណ្ដាលគេយកហ្មងសភៅហ្នឹងហើយគឺគាត់លើសលេងដែរថាលឺសូត្រអីចឹងតែពេលគាត់បើកហ្នឹងគឺស្ងាត់ពេលបើកចូលថ្នាក់ហ្នឹងភ្លាមស្ងាត់តែក៏ឃើញសភៅចឹងណាចឹងទៅគឺគាត់បានឆ្ងល់ថាចុំសភៅអីនៅកណ្ដាលចឹងសិស្សប្រហែលភ្លេចប្រហែលអីហ្នឹងហើយគឺគាត់អត់លឺសលេងសូត្រចឹងគាត់ថាគាត់សមោអីចឹងចឹងគឺគាត់ចេញទៅវិញពេលគាត់ចេញទៅវិញហ្នឹងពេលគាត់ពងចាក់សោថ្នាក់វិញហ្នឹងគឺគាត់បានលឺសលេងញ៉ាគេហៅឈ្មោះគាត់ពីក្រោយលឺហៅពូថនហើយគាត់ងាកទៅក្រោយគឺគាត់អត់មានឃើញណាគេទេចឹងទៅគាត់ក៏ភ័យហ្នឹងគាត់រត់ពេលគាត់រត់ចុះចដាហ្នឹងគឺគាត់លឺសលេងពូថនលឺសលេងនៅតាមក្រោយគាត់ហើយលឺសលេងអ្នកល្វើយយល់អ្នកនរគ្នាដែលមើលខ្មោចពេលខ្មោចដេញហៅយើងពេលខ្មោចពេលយើងរត់ទៅគេខ្មោចហៅយើងពីក្រោយអ្នកនរគ្នាឥឡូវពេលយើងរត់ចឹងគឺយើងដូចលឺនៅចិត្តជាតែយើងងាកទៅក្រោយទៅគឺអត់មានមនុស្សទេចុះទៅអ្នកនរគ្នាសម័យមើលថាខ្លាចប៉ុណ្ណាហើយគាត់លឺសលេងពូថនហើយនៅចិត្តទៅជាគាត់ណាហើយខ្ញុំពឺសបល់ហើយអ្នកគ្នាដឹងហើយថាសាលាហ្នឹងគឺអត់មានមនុស្សទេហើយគឺល្ងិតភ្លឺទៅបន្តិចភ្លើងចេញទៅខាងក្រៅភ្លើងពីក្រៅផ្លាតចូលក្នុងហ្នឹងភ្លឺបន្តិចហើយអូយខ្ញុំគាត់និយាយខ្ញុំពឺសបល់នេះឡើងព្រឺក្បាលហើយគាត់ក៏បានរត់ទៅឲ្យអ្នកណាគេទេមកគេងមួយគាត់មកគេងយល់គេងកដោគាត់ដោយសារគាត់ស្គាល់អ្នកភូមិចិត្តនឹងដែរអញ្ចឹងទៅហើយអ្នកភូមិនឹងក៏ជួយចិត្តគាត់ដែរដោយសារតែគាត់អាសាទៅជួយធ្វើការផ្ទះគេអីចឹងពេលគេត្រូវការឲ្យលើកអីចឹងគាត់លើកឲ្យបន្តិចតួចបានគាត់ជួយអញ្ចឹងទៅចឹងក៏គាត់បានហៅគេមកគេងមួយម្នាក់អញ្ចឹងទៅចឹងគឺអត់អីទេយប់ហ្នឹងហើយពេលយប់បន្ទាប់គឺគាត់គិតថាយល់គាត់ស្មានតែយប់មិញហ្នឹងគាត់យល់សពដោយសារតែគាត់ដេកឡើងលក់ហើយងើបផឹកឡើងគឺបាត់ពូនឹងបារីដោយសារតែពូនឹងគឺគាត់ងើបពីព្រលឹមខ្ញុំហ្មងពូហ្នឹងគឺអត់ដឹងមិនគឺត្រឡប់គាត់គឺងើបពីព្រលឹមទៅងើបចោលពូថនបាត់ហើយពេលងើបចោលហ្នឹងទៅគឺគាត់ស្មានតែអូប្រហែលយប់មិញអញយល់សពទេដល់អាហ្នឹងខាង night មានវាសុបិនអាក្រក់ហ្នឹងទៅគឺគាត់អត់ខ្វល់ទៅគឺគាត់បានអ្នកនរគ្នាយល់ពីថាដើរយប់ឡើងអញ្ចឹងគឺគាត់ដើរមើលទៀតតែលើកហ្នឹងគឺគាត់លឺសលេងទៀត
គាត់លឺទៀតទៅគាត់ថាប្រហែលយប់មិញអញយល់សពទេប្រហែលយប់នេះប្រហែលអញសម័យច្រើនពេកអញខ្លាចតាំងយល់សពយប់មិញអញ្ចឹងអញខ្លាចសល់ពីយល់សពយប់មិញអញ្ចឹងទៅហើយអញ្ចឹងគឺគាត់បានបើកមើលសាមីលើហ្នឹងគឺគាត់ឃើញទៀតឃើញអាសភៅនៅនឹងទៀតហើយគឺគាត់បានឃើញមនុស្សស្រីម្នាក់អង្គុយនៅខាងក្រោយជួរកដាលហ្នឹងដែរអង្គុយនៅខាងក្រោយសភៅហ្នឹងខាងក្រោយតុកខាងឥឡូវខ្ញុំពិបាកបញ្យល់ណាដូចសភៅហ្នឹងនៅតុកកដាលអញ្ចឹងអាតុកនៅកដាលគេនៃថ្នាក់រៀនណាហើយគឺមានម្នាក់ស្រីហ្នឹងគឺអង្គុយនៅក្រោយតុកហ្នឹងអញ្ចឹងទៅពូថននឹងឃើញអញ្ចឹងហើយគាត់ព្រិចភ្នែកទៅគឺបាត់ហើយក្នុងថ្នាក់ហ្នឹងគឺអត់មានណាគេទេមានតែគាត់ម្នាក់ទេមានតែគាត់ម្នាក់ទេអ្នកទាំងអស់គ្នាអញ្ចឹងគឺហើយគិតមើលគឺគាត់គេចេញមកលោគាត់ផ្លែតអញ្ចឹងណាហើយអញ្ចឹងទៅគឺគាត់បានចាក់សោចេញមកវិញក៏ស្មានតែអញប្រហែលយល់សពយប់មិញដូចយល់សពយប់មិញអីចឹងណាអញ្ចឹងទៅតែលើកហ្នឹងគាត់លឺសលេងឆ្លក់ទឹកឆ្លក់មកទៅហឹងណាហើយអញ្ចឹងទៅគាត់ចូលទៅមើលទៅគឺគាត់ឃើញមនុស្សស្រីម្នាក់គឺស្លេកស្លាំងបាសក់កត្រឹងហ្មងខ្ញុំដូចអាខ្មោចនៅក្នុងរឿងបងប្អូនប៉ុន្តែវាអត់សាហាវដល់ថ្នាក់ហ្នឹងទេតែវារៀងស្លេកមុខស្លេកអញ្ចឹងហើយគាត់ក៏បានភ័យគាត់ហត់ដោយសារតែអ្នកនរគ្នាយល់ពាក្យថាមនុស្សគឺវាដូចខ្មោចទេហ្នឹងមិនថាដូចខ្មោចទេមិនអាវិញ្ញាណខ្មោចទេណាមនុស្សវាដូចអាខ្មោចងាប់បងប្អូនអាសាសពងាប់ស្លេកស្លាំងហ្នឹងអត់មានសល់ឈាមអីសោះហ្មងចឹងគាត់ភ័យគាត់វឹកហើយគាត់លឺសលេងហ្នឹងទៀតពូថននៅពីក្រោយហ្នឹងទៀតហើយចឹងទៅគឺគាត់បានភ័យខ្លាំងមែនទែនហើយគាត់បានរត់ចេញទៅក្រៅទៀតហ្នឹងទៅគឺគាត់ហៅគេមកគេងមួយទៀតទៅហើយចឹងទៅគឺយប់ហ្នឹងគឺកន្លងផុតទៅគឺថ្ងៃឡើងគឺគាត់បានទៅសួរនាយកគាត់សួរនាយកថាលោកនាយកសាលាថ្នាក់ហ្នឹងមានអីនេះអត់មានអ្នកគេធ្លាប់ស្លាប់អីនៅនឹងអត់ហើយនាយកហ្នឹងក៏ថា2ឆ្នាំមុនគឺមានក្មេងស្រីម្នាក់គឺគាត់បានហូបទឹកគាត់បានផឹកទឹកចឹងទៅពេលគាត់ផឹកទឹកហ្នឹងគឺអ្នកនរយល់ពាក្យថាគាត់ផឹកទឹកទៅវាឆ្លាក់វាចូលទៅកំពង់ខ្យល់ណាមិនចូលតាមកំពង់កចូលពេលហើយគឺគាត់ចូលតាមកំពង់ខ្យល់វិញចឹងទៅគឺឆ្លាក់ទឹកហ្នឹងទៅអត់មានអ្នកគេជួយទាន់ទេចឹងទៅគឺស្លាប់ទៅហើយរឿងនេះគឺចប់ហើយអ្នកទាំងអស់គ្នាដោយសារតែអ្នកចែករំលែកឲ្យខ្ញុំហ្នឹងគឺចែករំលែកត្រឹមហ្នឹងទេត្រឹមម្នាក់ស្រីនឹងស្លាប់ចឹងណាអញ្ចឹងគឺរឿងនេះគឺវាថាខ្លាចទេអ្នកទាំងអស់គ្នាតែរឿងខ្ញុំនិយាយរឿងខ្មោចតែអ្នកទាំងគ្នាស្ដាប់យូរចឹងទៅគឺរឿងនេះគឺវាមិនថ្មីណាស់ណាទេវាថ្មីតែមួយថ្មីតែពូនឹងគឺគាត់រត់ទៅគឺខ្មោចនឹងរត់តាមពីក្រោយអត់មែនថារត់តាមពីក្រោយដូចយល់ពីថាមកខ្សឹបនៅគៀងទៅជាពូនឹងចឹងណាហើយណាមួយពូគាត់ខ្លាចដែរហើយពេលគាត់ចឹងទៅគឺមិនបាក់និយាយដល់គ្នាដោយសារតែខ្ញុំវាមិនសូវខ្លាចដែរតែបើថាឲ្យព្រឺសបល់ហ្មងខ្ញុំព្រឺចឹងរឿងហ្នឹងគឺវាមិនសូវថ្មីទេសម្រាប់ខ្ញុំចឹងនេះគឺជាទីបញ្ចប់នៃវីដេអូនេះបងប្អូនគ្នាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូចេះចាប់ចំណុចបងប្អូនគ្នាសូមជួយចុច like subscribe share វីដេអូនេះផងឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាស្ដាប់លេងកម្សាន្តទៀតចង់ពី channel និទានរឿងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ